ពុទ្ធោអើយឪពុកជូនកូនប្រុសទៅប្រឡងបាក់ឌុបបែរជាដេកស្លាប់នៅខាងក្រៅទ្វារមណ្ឌលដោយមិនបានលាកូនប្រុសសូម្បីតែមួយម៉ាត់ស្វាគមន៍មកកាន់ Channel Marie CL និង Page Idol TV New ប្រិមិត្តប្រកាសជាបានជ្រាបហើយថាសម័យប្រឡងបាក់ឌុបគឺជាពេលវេលាដ៏មានអត្ថន័យនិងជាការរំពឹងទុកដ៏ធំធេងសម្រាប់គ្រួសារនីមួយៗប៉ុន្តែសម្រាប់គ្រួសារមួយនេះថ្ងៃប្រឡងបែរក្លាយជាថ្ងៃចងចាំដ៏សោកសៅបំផុតក្នុងជីវិតឪពុកម្នាក់បានខិតខំប្រឹងប្រែងជូនកូនប្រុសមកដល់មណ្ឌលប្រឡងដោយក្តីសង្ឃឹមពេញទ្រូងប៉ុន្តែជាអកុសលលោកបែរជាត្រូវលាចាកលោកនេះទៅយ៉ាងអនាចអាធម្មនៅខាងក្រៅទ្វារមណ្ឌលដោយមិនបានលាកូនប្រុសសូម្បីតែមួយម៉ាត់ហើយអ្វីដែលរំជួលចិត្តបំផុតនោះគឺកូនប្រុសកំពុងតែអង្គុយធ្វើវិញ្ញាសាទាំងញញឹមដោយមិនបានដឹងឡើយថាឪពុកដែលជាចំហជីវិតរបស់ខ្លួនបានចាកចេញទៅជារៀងរហូតហើយនាងខ្ញុំម៉ារីសូមជម្រាបជូនព័ត៌មានលម្អិតជុំវិញព្រឹត្តិការណ៍ដ៏សោកសង្រេងនិងគួរឲ្យសង្វេគជាពន់ពេកមួយនេះហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងនៅក្នុងសម័យប្រឡងសញ្ញាបត្រមជ្ឈិមសិក្សាទុតិយភូមិនាថ្ងៃទី11ខែសីហាឆ្នាំ2026នេះនៅខេត្តកំពង់ធំជនរងគ្រោះដែលបានបាត់បង់ជីវិតមានឈ្មោះថាអុបសារ៉ែនដែលត្រូវជាឪពុកបង្កើតរបស់បេក្ខជនប្រឡងបាក់ឌុបឈ្មោះអាងសីហាតាមប្រភពព័ត៌មានបានឲ្យដឹងថានៅថ្ងៃប្រឡងលោកអុបសារ៉ែនបានប្រឹងប្រែងជូនកូនប្រុសរបស់ខ្លួនធ្វើដំណើរមកកាន់មណ្ឌលប្រឡងវិទ្យាល័យស្ទឹងសែនដើម្បីចូលរួមប្រឡងដោយបេក្ខជនដទៃទៀតដែរប៉ុន្តែបន្ទាប់ពីជូនកូនមកដល់មណ្ឌលប្រឡងរួចរាល់ស្រាប់តែមានការភ្ញាក់ផ្អើលនិងតក់ស្លុតយ៉ាងខ្លាំងនៅពេលដែលគេប្រទះឃើញលោកដេកស្លាប់ស្ដោកស្ដឹងនៅទីនោះដោយគ្មាននរណាម្នាក់នឹកស្មានដល់ឡើយអ្វីដែលធ្វើឲ្យមហាជននិងអ្នកនៅជុំវិញនោះស្រក់ទឹកភ្នែកគឺនៅមុនពេលបែកគ្នាចូលបន្ទប់ប្រឡងកូនប្រុសគឺបេក្ខជនអាងសីហាបានព្យាយាមដាស់ឪពុកប៉ុន្តែដោយសារតែឪពុកកំពុងសម្រានលងលក់ព្រោះហត់នឿយរូបគេបានសម្រេចចិត្តដើរចូលទៅបន្ទប់ប្រឡងទាំងស្នាមញញឹមដោយពុំទាន់ដឹងតតែសោះថាការដាស់នោះគឺជាការប៉ះពាល់រាងកាយឪពុកជាលើកចុងក្រោយហើយឪពុករបស់គេបានបាត់បង់ជីវិតទៅហើយនោះទេនៅកន្លងពេលដែលបេក្ខជនអាងសីហាកំពុងតែប្រមូលផ្ដុំអារម្មណ៍ធ្វើវិញ្ញាសាយ៉ាងយកចិត្តទុកដាក់នៅក្នុងបន្ទប់ប្រឡងសាច់ញាតិនិងក្រុមគ្រួសារសពដែលបានមកដល់កន្លែងកើតហេតុបានសម្រេចចិត្តយ៉ាងលំបាកក្នុងការលាក់បាំងដំណឹងមរណភាពដ៏ជូរចត់នេះជាបណ្ដោះអាសន្នការលាក់បាំងនេះគឺធ្វើឡើងក្នុងបំណងតែមួយគត់គឺដើម្បីការពារស្មារតីអារម្មណ៍និងអនាគតរបស់ប្អូនប្រុសកុំឲ្យមានការរំជើបរំជួលឬបាក់ទឹកចិត្តនៅកន្លងពេលប្រឡងដ៏សំខាន់នេះផ្អែកតាមការរៀបរាប់ទាំងទឹកភ្នែកនៅលើបណ្ដាញសង្គម Facebook ពីសំណាក់ម្ចាស់គណនីឈ្មោះគីតស៊ុយដែលត្រូវជាសាច់ញាតិរបស់សក់បានសរសេររៀបរាប់ទាំងរំជួលចិត្តថាបេះដូងឪពុកជូនមកប្រឡងដេកស្លាប់កូនដាស់មិនភ្ញាក់ក៏ចេញទៅប្រឡងបាត់ពេលនេះកូនក៏មិនដឹងថាឪពុកស្លាប់ដែរបងប្រុសបងល្អពេកហើយសូមវិញ្ញាណក្ខន្ធបងទៅកាន់សុគតិភពនិងអាយុវែងជាងនេះបងបានធ្វើល្អនិងជាឪពុកល្អហើយជាចុងក្រោយក៏ជូនពរឲ្យក្មួយជួបតែសំណាងល្អនិងប្រឡងជាប់ដើម្បីតបស្នងសងគុណដល់ឪពុកដែលហ៊ានលះបង់គ្រប់យ៉ាងដើម្បីកូនញញឹមហើយចូលទៅបន្ទប់ប្រឡងវិញទាំងមិនដឹងរឿងសុំទោសផងក្មួយប្រុសដែលពូលះបាំងសារមួយឃ្លានេះបានរៀបរាប់យ៉ាងច្បាស់អំពីទំហំចិត្តនិងការលះបង់របស់ឪពុកដែលបំពេញភារកិច្ចជាអ្នកជូនផ្លូវកូនរហូតដល់ទីចុងក្រោយនៃជីវិតប្រិមិត្តអ្នកស្ដាប់ជាទីមេត្រីនាងខ្ញុំម៉ារីយល់ថារឿងរ៉ាវដ៏សោកសៅមួយនេះមិនត្រឹមតែជាព័ត៌មានអកុសលមួយបែបធម្មតានោះទេប៉ុន្តែជាការចាក់ដោតនិងអង្រួនបេះដូងមហាជនកម្ពុជាទាំងមូលឲ្យនឹកឃើញដល់តម្លៃនៃសេចក្តីស្រឡាញ់និងការលះបង់គ្មានដែនកំណត់របស់ឪពុកម្ដាយមួយការលះបង់រហូតដល់ដង្ហើមចុងក្រោយរូបភាពនៃឪពុកដែលប្រឹងប្រែងជូនកូនមកដល់មណ្ឌលប្រឡងគឺជាសាក្សីបង្ហាញយ៉ាងច្បាស់ថាសម្រាប់ឪពុកម្ដាយអនាគតនិងភាពជោគជ័យរបស់កូនគឺសំខាន់ជាងសុខភាពឬជីវិតរបស់ខ្លួនទៅទៀតលោកអុបសារ៉ែនបានបំពេញតួនាទីជាប្រភពកម្លាំងចិត្តនិងជាអ្នកជូនបេសកកម្មជីវិតរបស់កូនបានយ៉ាងបរិបូរណ៍រហូតដល់វិនាទីចុងក្រោយពីការសម្រេចចិត្តដ៏លំបាករបស់សាច់ញាតិការសម្រេចចិត្តលាក់បាំងដំណឹងសោកសៅនេះពីបេក្ខជនអាងសីហានៅក្នុងកន្លងពេលប្រឡងគឺជាជំរើសដ៏ស្រួចស្រាវនិងឆ្លងកាត់ការគិតយ៉ាងល្អិតល្អន់ទោះបីជាវាជាការលាក់បាំងដ៏ឈឺចាប់ប៉ុន្តែវាជាក្តីស្រឡាញ់និងការពារដើម្បីកុំឲ្យការលះបង់ចុងក្រោយរបស់ឪពុកត្រូវខ្ជិះខ្ជាប្រសិនបើកូនទទួលបានដំណឹងនេះភ្លាមស្មារតីនិងអនាគតនៃការប្រឡងដែលឪពុកបានខិតខំជូនមកប្រកបជាត្រូវរវើករវាយនិងបាត់បង់ទាំងស្រុងបីបន្ទុកផ្លូវចិត្តនិងសារអប់រំសម្រាប់សង្គមហេតុការណ៍នេះក៏ជាសាររំលឹកដល់ស្មារតីកូនគ្រប់រូបឲ្យដឹងគុណនិងតបស្នងសងគុណឪពុកម្ដាយនៅពេលដែលគាត់នៅមានជីវិតជោគជ័យរបស់កូនមិនមែនកើតឡើងដោយចៃដន្យនោះទេប៉ុន្តែវាត្រូវ
ត្រូវបានផ្លាស់ប្ដូរដោយញើសឈាមនិងជួនកាលគឺជីវិតរបស់ឪពុកម្ដាយជាចុងក្រោយនាងខ្ញុំម៉ារីសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារសពលោកអ៊ុបសារ៉ែននិងសូមបួងសួងឲ្យវិញ្ញាណក្ខន្ធរបស់លោកបានទៅកាន់សុគតិភពជាមួយគ្នានេះដែរយើងសូមជូនពរនិងផ្ដល់កម្លាំងចិត្តយ៉ាងមុតមមជូនដល់បេក្ខជនអាងសីហាឲ្យមានស្មារតីរឹងមាំជំរុះភាពឈឺចាប់ទៅជាធម្មពលដើម្បីប្រឡងទទួលបានលទ្ធផលល្អជោគជ័យដោយបំណងប្រាថ្នាចុងក្រោយដែលឪពុកបានលះបង់ជីវិតជូនរូបគេមកប្រឡង